បាននៅក្នុងពុទ្ធសាសនាយើងនេះបរិស័ទត្រូវមានជំនឿ4យ៉ាងឲ្យជឿរបស់4យ៉ាងជំនឿត្រឹមត្រូវបើអត់ខុសទេអានឹងជឿជំនឿ4យ៉ាងត្រូវយកមករក្សាជាប្រពៃណីពោជាប្រពៃណីរបស់មនុស្សលះចោលអត់បានទេជំនឿ4យ៉ាងនេះទី1បល័យថាកម្មសទ្ធាសទ្ធាប្រែជាខ្មែរថាការជឿកម្មគឺអំពើការងារឲ្យយើងជឿលើការងារជឿទី2វិបកសទ្ធាជឿផលរបស់ការងារដែលយើងធ្វើត្រូវតែឲ្យផលហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងបញ្ជាក់អំពើដែលមនុស្សគេធ្វើដែលបល័យថាកម្មហ្នឹងតែធ្វើឲ្យអំពើហ្នឹងនឹងឲ្យផលដល់បុគ្គលដែលធ្វើនឹងទប់អត់ឈ្នះទេព្រះអង្គថាកម្លាំងរបស់ការងារហ្នឹងមានឥទ្ធិពលខ្លាំងណាស់តែធ្វើឲ្យត្រូវតែឲ្យផលទប់មិនឈ្នះទេជាល្អក្តីជាអាក្រក់ក្តីត្រូវតែឲ្យផលដល់អ្នកធ្វើឧទាហរណ៍ជាវិជ្ជមានឲ្យជាក់ស្ដែងដោយញោមញាតិពុទ្ធបរិស័ទយើងរៀនភាសាបារាំងចេះភាសាបារាំងរៀនអង់គ្លេសចេះអង់គ្លេសរៀនភាសាអីចេះភាសាហ្នឹងចុះបើយើងរៀនជំនាញអីវាចេះអាហ្នឹងឯងបានជំនាញមកចេះដឹងដល់ខ្លួនយើងអាហ្នឹងជាផលទប់អត់ឈ្នះទេហ្នឹងព្រះពុទ្ធលោកសម្ដែងផលរបស់កម្មមានកម្លាំងណាស់ទប់អត់ឈ្នះទេតែធ្វើត្រូវតែឲ្យផលឡាអាត្មាលើកឧទាហរណ៍ជាក់ស្ដែងហើយដូចជារៀនភាសាអីជាដើមណាបងដូចអ្នកដែលចេះភាសាអង់គ្លេសក្តីបារាំងក្តីមិនចេះពីកំណើតទេណាចេះដោយសាររៀនជាតួកម្មតែឲ្យផលទប់មិនឈ្នះនឹងជាឧទាហរណ៍ដែលព្រះពុទ្ធលោកសម្ដែងនៅលើពិភពលោកនេះគ្មានអ្វីដែលមានកម្លាំងស្មើនឹងកម្មទេការងារទេតែធ្វើឲ្យត្រូវតែឲ្យផលទប់អត់ឈ្នះទេនេះជាក់ស្ដែងជាព្រះពុទ្ធលោកសម្ដែងនោះគាត់មកបានទី3កម្មសកតាសទ្ធាឲ្យជឿថាការងារដែលយើងធ្វើដោយកាយវាចាចិត្តជារបស់មនុស្សក៏វែងចោលអត់បានទេមនុស្សលះបង់អាការងារនឹងអត់បានទេការងារនេះវាអោបជាប់បែបមិនចេញទេតែបើយកបេះការងារធ្វើចោលមិនធ្វើតើមានទ្រព្យមានសម្បត្តិមានចំណេះវិជ្ជាណានឹងកើតមានដល់ញោមទេអានឹងវាជាប់បេះចោលអត់បានឲ្យតែជាតិជាមនុស្សនៅលើផែនដីហ្នឹងមិនសម្រាប់តែយើងអ្នកកាន់ពុទ្ធសាសនាទេញោមញាតិទោះបីអ្នកកាន់សាសនាគ្រប់សាសនាទាំងអស់ដែលគេថាព្រះជួយនឹងឃើញអ្នកនឹងដេកស្ងៀមធ្វើការចង់ងាប់ជាងយើងបើនៅកាណាដានៅអាមេរិកថាមួយថ្ងៃ8ម៉ោងគឺ8ម៉ោងពេញហើយអត់មានខ្វះទេអាហ្នឹងគឺបបកត់ចេះគេធ្វើការងារហ្នឹងបានវាបានផលមកដល់យើងអ្នកធ្វើហ្នឹងនៅទី4តថាគតពោធិសត្ធាជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធឲ្យដាក់ជំនឿយ៉ាងព្រះពុទ្ធជាមហាអ្នកប្រាជ្ញជាកំពូលអ្នកប្រាជ្ញព្រះពុទ្ធអត់ដែលភូតភោកុហកអីណាទេ